សូមជូនរឿងអ្នកឡើងដើមដូងដ៏ឆ្លាតវៃនៅក្នុងភូមិដ៏ស្រស់ស្អាតមួយមានក្មេងប្រុសឈ្មោះតារាដែលស្គាល់ថាជាអ្នកឡើងដើមដូងល្អនិងឆ្លាតបំផុតតារាថ្ងៃនេះយើងឡើងដើមដូងបានទេតារាឡើងដើមដូងបានលឿនណាស់ដូចជាបក្សីហោះឡើងលើមេឃចឹងវ៉ាវអ្នកឡើងលឿនជាងសត្វកំប្រុកទៀតមួយថ្ងៃសារពីព្រះមហាក្សត្រមកដល់ថាមានការប្រកួតឡើងដើមខ្ពស់ដើម្បីយកកណ្ដឹងមាសអ្នកណាអាចយកកណ្ដឹងមាសបាននោះនឹងទទួលរង្វាន់ពីព្រះមហាក្សត្រតារាបានសម្រេចចិត្តចូលរួមប៉ុន្តែគេដឹងថាដើមនោះខ្ពស់ណាស់យើងជួយគ្នាយើងអាចធ្វើវាបាននៅកណ្ដាលវាលមានដើមដូងដ៏ធំដុះយ៉ាងខ្ពស់កណ្ដឹងមាសត្រូវព្យួរនៅលើកំពូលនរណាឡើងទៅដល់កណ្ដឹងនោះបាននឹងក្លាយជាអ្នកឈ្នះអ្នកឡើងដើមជាច្រើនព្យាយាមប៉ុន្តែគ្រប់គ្នាតែបរាជ័យអូយខ្ពស់ពេកហើយតារាចូលទៅមុខដោយភាពជឿជាក់គេមានជំនឿលើគំនិតរបស់ខ្លួនខ្ញុំនឹងឡើងដោយបច្ចេកទេសផ្ទាល់ខ្លួនតារាបានគិតយុទ្ធសាស្ត្រមួយដោយប្រែស្លឹកដូងបង្កើតជារង្វង់ជំនួយឡើងអាយ៉ាវាមានប្រយោជន៍ណាស់តារាបានចាប់ផ្ដើមឡើងដោយប្រើរង្វង់ស្លឹកដូងដែលគេបានបង្កើតមនុស្សគ្រប់គ្នាមើលដោយសរសើរគេឡើងបានហើយអស្ចារ្យណាស់ខ្យល់កាន់តែខ្លាំងប៉ុន្តែតារាមិនដកថយគេបន្តឡើងដោយចិត្តក្លាហានខ្ញុំមិនបោះបង់ទេចុងក្រោយតារាឡើងដល់កំពូលក៏ដឹងមាសភ្លឺចែងចាំងដូចជាព្រះអាទិត្យខ្ញុំយកបានហើយសំឡេងកណ្ដឹងសូរចេញទូទាំងវាលដូចជាការច្រៀងជ័យជំនះយើងឈ្នះហើយតារាធ្វើបានហើយព្រះមហាក្សត្រនូរីនមកដល់ហើយសរសើរតារាចំពោះភាពឆ្លាតវៃនិងស្មោះត្រង់ក្មេងប្រុសតូចហើយអ្នកមានចិត្តក្លាហាននិងឆ្លាតណាស់ព្រះមហាក្សត្របានផ្ដល់រង្វាន់ដល់តារាដោយក្តីសរសើរចំពោះភាពឆ្លាតវៃរបស់តារាអរគុណព្រះអង្គខ្ញុំនឹងប្រើវាសម្រាប់ជួយភូមិពីថ្ងៃនោះមកតារានិងមិត្តភ័ក្តិរបស់គេតែងតែជួយគ្នាភូមិរីកចម្រើនដោយការសាមគ្គីចិត្តសាមគ្គីធ្វើឲ្យអ្វីៗទទួលបានជោគជ័យ